កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី2មេរៀនទី54អាត្នោតគោខ្ញុំដល់មេរៀនទី56ទេសភាពវាលស្រែនៅរដូវវស្សាអំណាន1ចូលគូភ្ជាប់រូបទៅល្បះឲ្យបានត្រឹមត្រូវ2ចូលគូបន្ទាត់ខាងក្រោមពាក្យដែលបង្ហាញលក្ខណៈរបស់សត្វមនុស្សវត្ថុរុក្ខជាតិ3ចូលគូសញ្ញាខ្វែងនៅលើពាក្យដែលមានន័យខុស4ចូលគូភ្ជាប់រូបទៅនឹងល្បះខាងក្រោមឲ្យបានត្រឹមត្រូវ5តាមរយៈអត្ថបទចូលសរសេរខុសឬត្រូវក្នុងប្រអប់ខាងមុខល្បះនីមួយៗសំណេរចូលគូភ្ជាប់ពាក្យឲ្យបានត្រឹមត្រូវរួចសរសេរកន្សោមពាក្យ7ចូលរៀបតួអក្សរឲ្យបានជាពាក្យត្រឹមត្រូវ8ចូលរៀបពាក្យកន្សោមពាក្យខាងក្រោមឲ្យបានជាល្បះត្រឹមត្រូវ9ចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ10ចូលបង្ហាញលក្ខណៈរូបរាងរបស់សត្វដំរីឲ្យបានយ៉ាងតិច2ល្បះ